ក្រោយពេលដែលខ្ញុំមានទម្លាប់ល្អៗទាំងនេះហើយតើខ្ញុំនឹងទទួលបានប្រយោជន៍អ្វីខ្លះទៅនៅទីនេះគឺមានលក្ខទុកនៅអាចកំបាំងដែលនាំឲ្យមនុស្សជាច្រើនទទួលបានជោគជ័យក្នុងជីវិតកាលណាខ្ញុំទន្ទិញក្បួនច្បាប់ទាំងនេះជាប្រចាំនិងជារៀងរាល់ថ្ងៃពាក្យពេចន៍នីមួយៗនឹងជ្រាបចូលយ៉ាងជ្រៅទៅក្នុងខួរក្បាលរបស់ខ្ញុំរហូតក្លាយជាសតិមួយនៅក្នុងចិត្តរបស់ខ្ញុំប៉ុន្តែរឿងដ៏សំខាន់ជាងនេះទៅទៀតនោះគឺថាពាក្យពេចន៍នីមួយៗនឹងជ្រាបចូលយ៉ាងជ្រៅទៅក្នុងចិត្តទី2ដែលគេហៅថាចិត្តមិនដឹង subconscious mind ដែលជាធាតុដ៏សែនអាចកំបាំងវាមិនចេះឈប់សម្រាកហើយវាក៏មិនចេះដេកបួនដែរចិត្តនេះហើយចិត្តមិនដឹងនេះហើយគឺជារោងចក្របង្កើតនៅក្តីសុបិនហើយវាក៏ជាកម្លាំងចលករសម្រាប់ជំរុញខ្ញុំឲ្យលុះនៅក្នុងសកម្មភាពមួយដោយស្វ័យប្រវត្តិដោយពេលខ្លះខ្ញុំថែមទាំងមិនដឹងខ្លួនក៏មានដែរហើយបើកាលណាពាក្យនៅក្នុងដុំក្រណាត់ទាំងអស់នេះបានជ្រាបចូលទៅដល់ចិត្តទី2របស់ខ្ញុំហើយវានឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ឃ្លាវខ្លាខុសពីធម្មតាមិនធ្លាប់មានពីមុនមកកម្លាំងនិងធម៌ពលរបស់ខ្ញុំនឹងត្រូវបានរំដោះសេចក្តីស្រស់ថ្លានៅក្នុងចិត្តនឹងកើនឡើងខ្ពស់សេចក្តីចង់បានក្នុងការធ្វើទំនាក់ទំនងជាមួយនឹងពិភពលោកខាងក្រៅក៏នឹងធ្វើឲ្យខ្ញុំភ្លេចអស់នូវការភ័យខ្លាចដែលខ្ញុំមានកាលពីមុនដែរខ្ញុំនឹងមានសេចក្តីសប្បាយរីករាយនឹងពិភពលោកមួយនេះទោះបីជាកន្លែងដែលពោពេញទៅដោយការលំបាកនិងទុក្ខព្រួយក៏ដោយហើយនៅចុងបញ្ចប់ខ្ញុំនឹងមានសេចក្តីអង់អាចក្លាហានហ៊ានប្រឈមមុខនឹងរាល់គ្រប់ស្ថានភាពទាំងឡាយព្រោះខ្ញុំត្រូវបានបញ្ជាឲ្យតតាំងដោយសម្លេងរបស់ពាក្យទាំងនេះដែលហូរចេញពីចិត្តមិនដឹងរបស់ខ្ញុំហើយយូរទៅសកម្មភាពនៃសេចក្តីក្លាហាននេះនឹងคล้ายទៅជាទម្លាប់ហើយវាក៏คล้ายទៅជាការដែលងាយនឹងធ្វើផងដែរព្រោះថាសកម្មភាពមួយបើកាលណាធ្វើម្ដងហើយម្ដងទៀតវាក៏នឹងคล้ายទៅជាការងារដ៏ងាយស្រួលវាមិនត្រឹមតែคล้ายជាការងារដ៏ងាយស្រួលប៉ុណ្ណោះទេវាក៏ធ្វើឲ្យយើងមានសេចក្តីរីករាយនឹងធ្វើវាថែមទៀតផងហើយបើយើងមានសេចក្តីរីករាយនឹងធ្វើវាហើយយើងនឹងពេញចិត្តធ្វើវាម្ដងហើយម្ដងទៀតព្រោះនេះគឺជាធម្មជាតិរបស់មនុស្សដែលចូលចិត្តធ្វើអ្វីដែលខ្លួនចូលចិត្តនៅពេលខ្ញុំធ្វើវាជាញឹកញាប់និងជាប្រចាំវាក៏คล้ายទៅជាទម្លាប់របស់ខ្ញុំពេលនោះហើយដែលខ្ញុំនឹងពោពេញទៅដោយទម្លាប់ល្អៗដែលអាចផ្លាស់ប្ដូរជីវិតរបស់ខ្ញុំបានហើយខ្ញុំសូមស្បត់ចំពោះខ្លួនឯងថាខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្វីមួយមកបង្អាក់ឬមករារាំងការលូតលាស់នៃជីវិតរបស់ខ្ញុំឡើយខ្ញុំមិនឲ្យថ្ងៃណាមួយកន្លងផុតទៅដោយមិនបានអានក្បួនច្បាប់នេះដែរព្រោះពេលវេលាមិនអាចត្រឡប់ថយក្រោយវិញបានទេហើយខ្ញុំក៏មិនអាចយកថ្ងៃណាមួយមកជំនួសថ្ងៃដែលបានកន្លងផុតទៅនោះបានឡើយមិនត្រឹមតែប៉ុណ្ណោះទេខ្ញុំក៏មិនក្បត់ពាក្យសន្យារបស់ខ្លួនឯងព្រោះសេចក្តីពិតមួយត្រូវកំណត់ថាគ្រប់វិនាទីដែលចំណាយជារៀងរាល់ថ្ងៃលើការបណ្ដុះទម្លាប់ល្អមួយវាគឺជាការចំណាយមួយតូចទេតែវានឹងនាំមកវិញនូវសេចក្តីសប្បាយរីករាយភាពជោគជ័យដែលខ្លួនតែងតែប្រាថ្នាចង់បានវិនិយោគតូចប៉ុន្តែទទួលបានលទ្ធផលធំហើយនៅពេលដែលខ្ញុំអានម្ដងហើយម្ដងទៀតនៅពាក្យពេចន៍ក្នុងដុំក្រណាត់ទាំងអស់នោះខ្ញុំនឹងមិនមានសេចក្តីប្រមាថឬមើលស្រាលលើក្បួនច្បាប់នោះសោះឡើយទោះបីជាវាមើលទៅមានលក្ខណៈខ្លីៗសាមញ្ញងាយក៏ដោយទំពាំងបាយជូររាប់ពាន់ផ្លែត្រូវបានគេកិនឲ្យទៅជាទឹកដើម្បីតែបំពេញកែវតូចមួយចំណែកឯសម្បករបស់វាត្រូវបានគេដកចេញដូច្នេះវាមិនខុសពីក្បួនច្បាប់នេះទេដែលគេបានកែប្រែស្កែសម្រួលឲ្យខ្លីនិងសាមញ្ញក៏ព្រោះតែវាត្រូវបានកិនអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយវាត្រូវបានសម្រិតសម្រាំងពីមួយជំនាន់ទៅមួយជំនាន់ចំណែកឯចំណុចគ្មានប្រយោជន៍ក៏ត្រូវបានគេដកចេញចោលឲ្យរសាត់ទៅតាមខ្យល់នៃពេលវេលាដែរអ្វីដែលនៅសល់គឺជាការបន្សុទ្ធចុងក្រោយនឹងត្រូវបានគេសរសេរដាក់នៅក្នុងដុំក្រណាត់ទាំងអស់នេះដូច្នេះខ្ញុំនឹងក្រៀបទឹកទំពាំងបាយជូរនៃចំណេះដឹងនេះដោយមិនឲ្យគំពប់សូម្បីតែមួយដំណក់ណាឡើយព្រោះនេះគឺជាទឹកវេទមន្តនៃភាពជោគជ័យថ្ងៃនេះខ្ញុំទុកឲ្យស្បែកចាស់របស់ខ្ញុំคล้ายទៅជាលំអងធូលីទៅចោះហើយខ្ញុំនឹងដើរប្រកបដោយសេចក្តីក្លាហានក្នុងចំណោមមនុស្សទាំងពួងហើយគេក៏មិនបានដឹងទេថាថ្ងៃនេះខ្ញុំបានចាប់ផ្ដើមជីវិតថ្មីថ្ងៃនេះគឺជាថ្ងៃកំណើតថ្មីរបស់ខ្ញុំចាប់ផ្ដើមជីវិតថ្មីវីដេអូនេះនាំមកជូនដោយ Page AUV ផ្ដល់ជូននូវដំណោះស្រាយសុខភាពពិតប្រាកដ
ឈុតវីកាហ្វេនិង VO4 ជួយសម្រួលទៅលើបញ្ហាលើកខ្លាញ់លើស្ករទឹកនោមផ្អែមលើស៊ីតនិងការរលាកកោសិការ៉ាំរ៉ៃបងប្អូនដែលមានចំណាប់អារម្មណ៍សូមឆាតជូនពេកឬ Telegram អរគុណបងប្អូនទាំងអស់គ្នា